បាទសូមគោរពនឹងជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍លោកអ្នកនាងមកកាន់កម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះពីកម្មវិធីតែងតែផ្ដល់ជូនលោកអ្នកនៅព័ត៌មានជាតិសំខាន់និងព័ត៌មានអន្តរជាតិដោយមានហេតុការណ៍និងព្រឹត្តិការណ៍កើតឡើងនៅក្នុងតំបន់អាស៊ាននិងពិភពលោកថ្មីមកជម្រាបជូនបាទទស្សនិកជនឥឡូវនេះសូមអញ្ជើញលោកអ្នកតាមដានទស្សនានៅព័ត៌មានជាតិសំខាន់ដែលមានជាបន្តបន្ទាប់ដូចតទៅឧត្តមសេនីយ៍ឯកគឹមរស្មីអញ្ជើញជួបសម្ដេចសម្មាលជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី5ឆ្នាំ2024និងប្រគល់ជូនសម្ភារៈគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធជួរមុខនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទនាព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នេះបានរៀបចំពិធីសម្ដែងសម្មាលជាមួយសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី5ឆ្នាំ2024និងប្រគល់ជូនសម្ភារៈគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធជួរមុខស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯកគឹមរស្មីអគ្គលេខាធិការរងក្រសួងការពារជាតិតំណាងនាយឧត្តមសេនីយ៍សំវណ្ណថនអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិនិងជាអគ្គលេខាធិការក្រសួងការពារជាតិតាមរបាយការណ៍ស្វាគមន៍ឧត្តមសេនីយ៍ត្រីទូចណៃអេងនាយករងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទមជ្ឈមណ្ឌលបានដំណើរការវគ្គបណ្ដុះបណ្ដាលកម្រិតសញ្ញាបត្រចំនួន2វគ្គរួមមានវគ្គបណ្ដុះបណ្ដាលចំនួនទី4ឆ្នាំ2023បានប្រឡងបញ្ចប់លើគ្រប់មុខវិជ្ជានិងបានកំពុងដំណើរការសរសេររបាយការណ៍ឡើងការពារចំនួន12ក្រុមក្នុងនោះឡើងការពារជាប់ជាស្ថាពរចំនួន5ក្រុមនិងបន្តត្រៀមឡើងការពារចំនួន7ក្រុមបានកំពុងដំណើរការដឹកនាំគ្រប់គ្រងត្រួតពិនិត្យការងារបណ្ដុះបណ្ដាលនិងរៀបចំជូនយោធាចារសាស្ត្រាចារ្យអនុវត្តតាមកម្មវិធីសិក្សាសម្រាប់វគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី5ឆ្នាំ2024គិតត្រឹមខែតុលាឆ្នាំ2025នេះសិក្សានិងប្រឡងបានចំនួន27មុខវិជ្ជាស្មើនឹងជាង60 credit ហើយត្រៀមសរសេររបាយការណ៍បញ្ចប់វគ្គនាពេលខាងមុខមជ្ឈមណ្ឌលក៏ត្រៀមនឹងបើកវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាលចំនួនទី6ឆ្នាំ2025នៅចុងខែតុលាឆ្នាំ2025ផងដែរឧត្តមសេនីយ៍ឯកគឹមរស្មីអគ្គលេខាធិការរងក្រសួងការពារជាតិតំណាងនាយឧត្តមសេនីយ៍សំវណ្ណថនអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិនិងជាអគ្គលេខាធិការក្រសួងការពារជាតិបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍តូហ៊ីហ៊ីននាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃកងយុទ្ធពលខេមរភូមិន្ទនិងនាយទាហាននាយធានរងពលទាហាននិងភាគីពាក់ព័ន្ធទាំងអស់ពិសេសយោធាចារសាស្ត្រាចារ្យដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនជ្រោមជ្រែងដល់ដំណើរការវគ្គបណ្ដុះបណ្ដាលក៏ដូចជាការចូលរួមធ្វើបទឧទ្ទិសនាមចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អផ្ទេរនៅពុទ្ធិថ្មីដែលទាំងនេះគឺជាកាយវិការដ៏ប្រពៃមួយសម្ដៅក្នុងការលើកកម្ពស់ការពង្រឹងនិងពង្រីកធនធានមនុស្សក្នុងវិស័យការពារជាតិឲ្យទទួលបាននូវគុណវុឌ្ឍិពេញលេញក្នុងការបំពេញតួនាទីភារកិច្ចរបស់អង្គភាពពាក់ព័ន្ធនឹងសភាពការព្រំដែនលោកឧត្តមសេនីយ៍ឯកបានមានប្រសាសន៍ថាកម្ពុជាមានបទពិសោធន៍ច្រើនជំនាន់មកហើយមិនមែនទាល់តែមានទ័ពច្រើនទើបឈ្នះនោះទេរាប់ចាប់ពីដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត1977ពេលនោះសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគឺលោកបានផ្ដើមចេញពីយុទ្ធមិត្ត4រូបប៉ុណ្ណោះដែលរួមដំណើរជាមួយមកដើម្បីទៅកសាងយុទ្ធសាស្ត្រគៀងគរប្រព័ន្ធកម្លាំងរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតបន្តមកនយោបាយឈ្នះគឺលោកបានបង្រួបបង្រួមជាតិរស់ក្នុងសន្តិភាពរហូតមកទល់ព្រឹត្តិការណ៍ឆ្នាំ2011ទប់ទល់សត្រូវឈ្លានពានទៀតដូច្នេះសមល្មមនឹងយើងអាចជឿទុកចិត្តលើរាជរដ្ឋាភិបាលពិតជាអាចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងបានជោគជ័យជាការពិតអាវុធមិនអាចយកឈ្នះឬដោះស្រាយបញ្ហាបានទេដូច្នេះកម្ពុជាប្រកាន់យកគោលការណ៍សន្តិភាពប្រកាន់ភាពអត់ធ្មត់ខ្ពស់ហើយប្រើបញ្ញានិងសិលធម៌រួមជាមួយមធ្យោបាយការទូតមកដោះស្រាយដោយទទួលបាននូវការគោរពកោតសរសើរពីប្រទេសក្នុងតំបន់និងសកលលោក
ជាក់ស្ដែងរាជរដ្ឋាភិបាលជាពិសេសក្រសួងការពារជាតិក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីទាសីហាបានធ្វើនិងកំពុងធ្វើគឺដៃម្ខាងដោះស្រាយជីវភាពជំរុំជម្រកនិងសុវត្ថិភាពជនភៀសសឹកដៃម្ខាងទៀតប្រើមធ្យោបាយការទូតក្រោមយន្តការអាស៊ាននិងអន្តរជាតិដើម្បីឲ្យបទឈប់បាញ់ត្រូវបានធានាទាំងស្រុងថ្មីត្បិតកម្ពុជាទទួលរងគ្រោះពីសភាពការអាក្រក់នៅព្រំដែនពិតមែនប៉ុន្តែមិនអាចបង្អាក់ដំណើរការអភិវឌ្ឍរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទេជាមួយនឹងពិធីសម្ដែងសម្ដាលខាងលើលោកឧត្តមសេនីយ៍ឯកគឹមរស្មីអគ្គលេខាធិការរងក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិនិងជាអគ្គលេខាធិការក្រសួងការពារជាតិក៏បានប្រគល់ជូនសម្ភារៈគ្រឿងឧបភោគបរិភោគសម្រាប់ឧបត្ថម្ភគាំទ្រកងទ័ពជួរមុខផងដែរ